ធ្វើរួចរាល់ហើយបាទបងប្អូនទាំងពីររសជាតិនេះគឺខ្ញុំដាក់មកខាងម្នាក់បងប្អូនដោយសារតែចានយើងធំដែរខាងនេះគឺមីហឺរសជាតិកាបូណារ៉ាចំណែកខាងនេះគឺមីហឺរសជាតិដើមខាងនេះប្រហែលជាហឹរខ្លាំងព្រោះដោយសារឃើញកញ្ចប់ខ្មៅតើមកខាងពេលយូរមីហឺរសជាតិកាបូណារ៉ានេះឈ្ងុយបងប្អូនឈ្ងុយពោតខ្ញុំលួចមួយពងទាមកដែរបងប្អូនលេបទឹកមាត់ឥឡូវយើងមកសាកមីហឺរសជាតិដើមបងប្អូនអត់សាហឹលម៉ានទេបងប្អូនឃើញខ្មៅក្រហមចឹងសាហឹលម៉ានទេវាហឹលជាងអានេះបន្តិចទេបងប្អូនហឹលអានេះប្រហែលជា 20% បងប្អូនអត់ហឹលខ្លាំងទេអានឹងឈ្ងុយពោតទេបងប្អូនស្អីឆ្ងាញ់តែប៉ុន្តែពីរសជាតិនេះឆ្ងាញ់ដូចគ្នាប៉ុន្តែអានេះរៀងហឹរជាងតិចហឹរជាងតិចអញ្ចឹងសម្រាប់បងប្អូនយើងណាចង់ញ៉ាំមីហតតាមីមកថាមីគោកមីទឹកនេះបងប្អូនអាចតាក់ទងតាមរយៈ page បើហតតាមី Cambodia នេះបានអូញ៉ែមែនបងប្អូនរសជាតិឆ្ងាញ់មែនតើហើយឥឡូវកំពុងរកវាយរកទីផ្សារតាមកន្លែងលក់ចាប់ហួយរបស់មួយចំនួនហ្នឹងបងប្អូនអាចដើររកស៊ូបានបើសិនជាអត់មានទេក៏មកតាម page ហតតាមី Cambodia មក